ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin បានធ្វើដំណើរទៅខេត្តព្រះសីហនុតាមផ្លូវបងប្អូនហើយមិនសូវជាអំណោយផលទេអាចថាមកពីឥទ្ធិពលនៃព្យុះក៏ថាបានដែរជ្រែកជ្រោចមេឃសតុំរហូតប៉ុន្តែនៅលើផ្លូវលបឿនលឿនណាបងប្អូនមានដែរចាប់អារម្មណ៍ឃើញអត់ទេសភាពស្អាតណាស់បងប្អូនអើយស្អាតតែមែនតើហ្មងមានទាំងភ្នំមានទាំងលក្ខណៈថាវាស្រែអញ្ចឹងណាហើយកន្លែងទៅមើលភ្នំនេះវិញគឺថាចុះអាប់ស្អាតណាស់បងប្អូនហើយត្បិតតែមេឃមិនអំណោយផលមែនតែទេសភាពគឺថានិយាយទៅគឺស្អាតមែនតើហ្មងណាadmin ធ្វើដំណើរលើផ្លូវលបឿនលឿនថ្ងៃនេះគឺចំណេញមែនតើទេសភាពគឺស្អាតយកតែមែនតើតែម្ដងដូចបងប្អូនឃើញស្រាប់ចឹងណាលក្ខណៈថាតាមភ្នំតាមអីគឺមានចុះអាប់ហូរហាយចឹងទៅហើយមើលទៅសម្រស់ភ្នំក៏មានលក្ខណៈថាជាទៅចុងមួយអញ្ចឹងណាadmin ថ្ងៃនេះធ្វើដំណើរទៅមានការបងប្អូនអើយប៉ុន្តែអ្វីដែលគួរស្ដាយលក្ខណៈថាមកដល់កំពង់សោមអត់បានដើរលេងទេបងប្អូនអើយនេះដូចកន្លែងនេះ admin ថតបានណាគឺស្អាតមែនតើបងប្អូនអើយដូចភ្នំតកអញ្ចឹងនេះលក្ខណៈថាភ្នំចុះអាប់បែបផ្សាយហ្មងស្អាតណាស់ស្អាតរកអីប្រៀបដូចអត់បានអញ្ចឹងមិនថាសុខខ្មែរយើងមានកន្លែងស្អាតច្រើនណាតែណាស់តែយើងអត់បានដើរលេងទៅដល់អីចឹងណាបងប្អូនផ្លូវលបឿនលឿនណាធ្វើដំណើរពេលមេឃសតុំមានអាប់អញ្ចឹងគឺស្អាតឥឡូវមានបានមកដល់ច្រកចេញក្រុងព្រះសីហនុបានមកដល់ហើយបងប្អូនអើយបន្ទាប់ពីជិះឡានអស់រយៈពេល3ម៉ោងលក្ខណៈថាយើងជិះអត់លឿនអញ្ចឹងណាលក្ខណៈជិះមើលទេសភាពលេងអញ្ចឹងបានមកដល់ក្រុងព្រះសីហនុហើយតែស្ដាយបងប្អូនអើយល្ងាចឡើងអត់បានដើរលេងទេលក្ខណៈថារៀបចេញពីផ្ទះទៅគឺភ្លៀងយកតែម្ដងមិនដឹងថាជាមូលហេតុអីទេគឺអត់បានដើរលេងតែម្ដងគ្រាន់តែចេញពីផ្ទះគេងគឺភ្លៀងយកតែម្ដងឥឡូវនេះត្រឡប់មកវិញទាំងភ្លៀងចឹងហើយលក្ខណៈថាថ្ងៃទី1នៅកំពង់សោមគឺត្រូវបានឆាចោលព្រោះថាមេឃមិនអំណោយផលក្នុងការធ្វើដំណើរ